យុទ្ធសាស្ត្រធ្វើទីផ្សារសំខាន់ដែលអាជីវកម្មថ្មីថ្មោងគួរតែសាកល្បងការធ្វើទីផ្សារអាចនិយាយបានថាជាស្នូលមួយនៅក្នុងការធ្វើឲ្យអាជីវកម្មដំណើរការបានកាន់តែប្រសើរដោយសារតែវាជាយុទ្ធសាស្ត្រមួយដែលធ្វើឲ្យតាក់ទាញអតិថិជនស្គាល់អំពីអាជីវកម្មរបស់អ្នកកាន់តែច្រើនជាងមុនជាទូទៅអាជីវកម្មដែលទើបតែបង្កើតថ្មីតែងជួបការលំបាកក្នុងការធ្វើទីផ្សារមួយឲ្យត្រូវទៅកាន់អតិថិជនតាមគោលដៅប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហានេះទេព្រោះពួកយើងនឹងផ្ដល់នូវយោបល់ខ្លះៗដែលអ្នកអាចប្រែคลายភាពស្មុគស្មាញទាំងនោះដោយអនុវត្តនៅចំណុចមួយចំនួនដូចខាងក្រោម 1. បង្កើតយីហោសម្រាប់អាជីវកម្មចំណុចដំបូងដែលអ្នកគួរតែពិចារណាទាក់ទងពីការធ្វើទីផ្សារគឺការបង្កើតស្លាកយីហោដល់អាជីវកម្មអ្នកអ្វីដែលអ្នកគប្បីផ្ដោតលើគឺការដាក់ឈ្មោះដែលមានភាពប្លែកពីគេមិនលើសពី4ពាក្យនិងជៀសវាងការពិពណ៌នាជ្រុលពេកបន្ទាប់មកទៀតគឺការជ្រើសរើសនិមិត្តសញ្ញាឬស្លាកសញ្ញាដែលបង្ហាញពីសារដែលអ្នកចង់ផ្ដល់ឲ្យអតិថិជនទាក់ទងនឹងអាជីវកម្មរបស់អ្នកក្រៅពីនេះពណ៌ក៏ជាចំណុចសំខាន់មួយដែលអ្នកត្រូវប្រុងប្រយ័ត្ននៅក្នុងការជ្រើសរើសដែរដោយវាត្រូវមានភាពស៊ីគ្នាទៅនឹងឈ្មោះប្រភេទអាជីវកម្មស្លាកសញ្ញាហើយពេលខ្លះអាចឈានទៅដល់ការគិតអំពីហុងស៊ុយថែមទៀតផងនេះហាក់ប្រៀបដូចជាការបង្កើតអត្តសញ្ញាណសម្រាប់អាជីវកម្មរបស់អ្នកហើយវាអាចមានឥទ្ធិពលនៅក្នុងការធ្វើទីផ្សារដ៏ជោគជ័យមួយផងដែរ 2. កំណត់អតិថិជនគោលដៅឲ្យបានច្បាស់លាស់នរណាជាអតិថិជនគោលដៅនៃអាជីវកម្មរបស់អ្នកហើយអ្នកទាំងនោះបានស្គាល់ម៉ាកយីហោរបស់អ្នកហើយឬនៅធ្វើយ៉ាងណាឲ្យពួកគេទិញផលិតផលឬសេវាកម្មដែលអ្នកកំពុងតែលក់សំណួរទាំងនេះអ្នកអាចសួរខ្លួនឯងដើម្បីជាជំនួយនៅក្នុងការកំណត់អតិថិជនគោលដៅនិងប្រភេទអាជីវកម្មរបស់អ្នកនិយាយយ៉ាងណានិយាយឲ្យសាមញ្ញគឺអតិថិជនដែលអ្នកជឿថាទិញទំនិញផលិតផលឬប្រើប្រាស់សេវាកម្មរបស់អ្នកការធ្វើបែបនេះជួយអ្នកឲ្យធ្វើទីផ្សារចំគោលដៅនិងមានប្រសិទ្ធភាព 3. ការធ្វើ promotion ដើម្បីទាក់ទាញអតិថិជនឲ្យបានកាន់តែច្រើនអាជីវកម្មថ្មីថ្មោងគួរតែសាកល្បងយុទ្ធសាស្ត្រធ្វើ promotion ដែលវិធីនេះនឹងជួយឲ្យអតិថិជនចាប់អារម្មណ៍និងចង់ស្គាល់ប្រភេទអាជីវកម្មរបស់អ្នកជាមួយនឹងការចងចាំចង់សាកល្បងប្រើប្រាស់ផលិតផលឬសេវាកម្មដែលផ្ដល់ដោយអាជីវកម្មរបស់អ្នកក្នុងការធ្វើ promotion អ្នកអាចពិចារណានៅចំណុចទាំងនេះមានដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញឬដោយផ្ទាល់ដើម្បីឲ្យពួកគេស្គាល់អំពីយីហោនិងផលិតផលអាជីវកម្មរបស់អ្នកដោយគួរតែមានការបញ្ចុះតម្លៃជាភាគរយផ្ដល់ជាគូប៉ុងឬប្រភេទ promotion ផ្សេងៗទៀតដូចជាទិញមួយថែមមួយជាដើម 4. ជ្រើសរើសឧបករណ៍ផ្សព្វផ្សាយក្រៅពីការបណ្ដុះគំនិតនិងការរៀបចំគម្រោងសម្រាប់ធ្វើទីផ្សារហើយចំណុចមួយទៀតគឺឧបករណ៍ផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពមួយព្រោះការជ្រើសរើសឧបករណ៍ផ្សព្វផ្សាយនេះដែរក៏មានចំណែកសំខាន់ក្នុងការជ្រោមជ្រែងការធ្វើទីផ្សារឲ្យជោគជ័យនិងទទួលបានលទ្ធផលល្អតាមការរំពឹងទុកជាដើមមានយុទ្ធសាស្ត្រល្អហើយតែមិនចេះជ្រើសរើសឧបករណ៍ដែលស័ក្តិសមអាចជាបញ្ហាមួយបន្ថែមទៀតដោយសារអតិថិជនអាចស្គាល់និងចាប់អារម្មណ៍ដល់អាជីវកម្មរបស់អ្នកគឺអាស្រ័យទៅលើឧបករណ៍ផ្សព្វផ្សាយនេះតែម្ដងសម័យបច្ចុប្បន្នប្រជាជនជាច្រើនកំពុងនិយមប្រើប្រាស់បណ្ដាញសង្គមដូចជា Facebook និង Instagram ជាដើមជាឧទាហរណ៍ស្រាប់ដូចនេះអ្នកអាចពិចារណាប្រើប្រាស់វាជាឧបករណ៍ក្នុងការណែនាំអាជីវកម្មដល់អតិថិជនគោលដៅរបស់អ្នកបាននិយាយជារួមមកការធ្វើទីផ្សារដ៏ត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់ចំពោះអាជីវកម្មទាំងឡាយ
ពិសេសអាជីវកម្មថ្មីថ្មោងដែលមានបទពិសោធន៍នៅក្នុងទីផ្សារតិចព្រោះវាអាចជួយឲ្យមានវត្តមាននៃអាជីវកម្មនោះមានភាពទាក់ទាញដោយមានគេស្គាល់កាន់តែច្បាស់និងទទួលបានអតិថិជនគោលដៅកាន់តែច្រើនឡើងផងដែរដូចនេះការបកស្រាយខាងលើគឺជាគោលបំណងគឺជាគំនិតខ្លះៗដែលអ្នកអាចយកមកវិភាគគួរធ្វើតាមនឹងឬអត់នៅក្នុងការអភិវឌ្ឍនិងការដឹកនាំអាជីវកម្មរបស់អ្នកឲ្យបានជោគជ័យ។